លេងគ្រឿងយន្តសួស្តីក្មេងៗទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Kid Podcast កម្មវិធីដែលនាំក្មេងៗទៅស្វែងយល់អំពីរឿងថ្មីៗដើម្បីជួយឲ្យយើងរៀនចេះគិតនិងរីកចម្រើនជារៀងរាល់ថ្ងៃខ្ញុំឈ្មោះសំណាងជាពិធីការនីរបស់អ្នកទាំងអស់គ្នាហើយនៅក្នុងវគ្គនេះយើងនឹងទៅស្គាល់អំពីគ្រឿងយន្តសម្រាប់ប្រណាំងតើអ្នកណាដែលប្រណាំងរថភ្លើងជាមួយរទេះសេះតើអ្នកណាដែលប្រណាំងរថយន្តដំបូងគេតើអ្នកណាដែលបំពាក់រ៉ុកកែតនៅលើកង់តោះត្រៀមខ្លួនឡើងជាយានយន្តដែលអ្នកចូលចិត្តហើយចាប់ផ្ដើមដំណើរផ្សងព្រេងរបស់យើងឥឡូវនេះមន្ត្រីប្រណាំងមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាមួយអ្នកបើកបរក្នុងកំឡុងពេលប្រណាំងទេដូច្នេះពួកគេទាក់ទងគ្នាដោយប្រើទង់មានពណ៌ផ្សេងៗគ្នាជាសញ្ញាប្រាប់អំពីគ្រោះថ្នាក់បញ្ហាឬអាចបញ្ជាឲ្យអ្នកបើកបរចេញពីផ្លូវប្រណាំងទង់ក្រឡាការ៉ូត្រូវបានគ្រវីមុនពេលអ្នកឈ្នះទៅដល់ទីនៅក្រោមអាវក្រៅរបស់ពួកគេអ្នកបើកបរប្រណាំងត្រូវតែពាក់ខោអាវក្នុងដែលធន់នឹងភ្លើងឈ្មោះ Nomich ដែលមានអាវដៃវែងខោជើងវែងស្រោមជើងនិងមួកបាឡាក្លាវ៉ារបស់ទាំងនោះការពារអ្នកបើកបរពីភ្លើងដែលមានកម្ដៅ700អង្សាសេរយៈពេល12វិនាទីអស្ចារ្យណាស់នៅពេលផ្លូវស្ងួតសម្បកកង់រលោងដែលគ្មានក្រឡាអាចតោងជាប់ផ្លូវបានល្អជាងសម្បកកង់ដែលមានក្រឡានៅពេលមានភ្លៀងរថយន្តបដូរទៅប្រើសម្បកកង់ដែលមានចង្អុលជ្រៅដើម្បីបង្ហូរទឹកចេញឲ្យបានច្រើនតាមដែលអាចធ្វើបាននិងការការពាររអិលសម្បកកង់នីមួយៗអាចបង្ហូរទឹកបាន26លីត្រពីផ្លូវក្នុង1វិនាទីតើជាការពិតទេរថយន្តប្រណាំងអាចបើកបរនៅលើពិដានបានពិតមែនសម្ពាធខ្យល់ដែលសង្កត់រថយន្តប្រណាំងដែលកំពុងបើកបរលឿនឲ្យជាប់នឹងផ្លូវគឺខ្លាំងណាស់រហូតដល់វាអាចបើកបរបញ្ច្រាស់ក្បាលចុះក្រោមបានជាងម៉ាស៊ីនប្រហែល20នាក់ធ្វើការក្នុងចំណតជួសជុលជាកន្លែងដែលពួកគេធ្វើការជួសជុលនិងកែតម្រូវរហ័សក្នុងកំឡុងពេលប្រណាំងពួកគេអាចប្តូរកង់រថយន្តមួយក្នុងរយៈពេលមិនដល់5វិនាទីផងអ្នកជិះម៉ូតូក្នុងការប្រណាំង Grand Prix បត់កាច់ជ្រុងយ៉ាងលឿនដោយផ្អៀងខ្លួនយ៉ាងខ្លាំងចូលទៅក្នុងផ្លូវកោងរហូតដល់ជង្គង់របស់ពួកគេប៉ះនឹងផ្លូវប្រណាំងការនេះត្រូវបានគេហៅថាទីតាំងជង្គង់ចុះក្រោមដើម្បីការពារពួកគេមានទ្រនាប់ជង្គង់នីឡុងដ៏រឹងមាំដេរជាប់នឹងឈុតស្បែករបស់ពួកគេម៉ូតូប្រណាំងមានរទេះចំហៀងគឺមានកង់3ឬអាចហៅថាម៉ូតូកង់3រទេះចំហៀងមិនមានកម្លាំងទេប៉ុន្តែអ្នកជិះទី2ផ្ដល់នូវតុល្យភាពលំនឹងដ៏សំខាន់នៅពេលបត់បែនអ្នកជិះរទេះចំហៀងផ្អៀងខ្លួនចេញក្រៅដើម្បីបង្កើនការទប់លំនឹងហើយអ្នកបើកបរត្រូវតែបន្ថយល្បឿនអស្ចារ្យណាស់ម៉ូតូខ្លះមានសម្បកកង់ដែលមានដែកគោលដុសចេញពីវាសម្រាប់ជិះនៅលើទឹកកកដែកគោលទាំងនោះចាក់ទម្លុះផ្ទៃទឹកកកហើយទប់កង់មិនឲ្យរអិលបើគ្មានដែកគោលទាំងនោះទេទាំងកង់និងអ្នកជិះនឹងរអិលដួលមិនខានម៉ូតូប្រណាំងលើផ្លូវល្បឿនលឿនគ្មានហ្វ្រាំងទេផ្ទុយទៅវិញម៉ូតូនឹងបន្ថយល្បឿនឈប់ភ្លាមនៅពេលដែលហ្គែរត្រូវបានទម្លាក់អ្នកប្រណាំងពាក់ស្បែកជើងកវែងដៃដ៏រឹងមាំដែលពួកគេសង្កត់ចូលទៅក្នុងដីដើម្បីបញ្ឈប់ម៉ូតូឲ្យឈប់នៅស្ងៀមនៅអាមេរិកធ្លាប់មាននិន្នាការដ៏គ្រោះថ្នាក់មួយសម្រាប់ការប្រណាំងនៅពេលយប់តាមដងផ្លូវនៅក្នុងរថយន្តកែច្នៃដែលមានឈ្មោះហៅក្រៅថា Hot Rods
កីឡាប្រណាំងរថយន្តកែច្នៃត្រូវបានបង្កើតឡើងដើម្បីបញ្ចប់ការប្រណាំងតាមដងផ្លូវការប្រណាំង Grand Prix ជាច្រើននៅតែត្រូវបានរត់នៅលើផ្លូវសាធារណៈការប្រកួត Monte Carlo បានធ្វើឡើងនៅលើសីវៀនស្ទើរតែដូចគ្នាតាំងពីឆ្នាំ1929ការប្រណាំង Grand Prix របស់អូស្ត្រាលីនៅទីក្រុង Melbourne គឺជាឧទាហរណ៍មួយទៀតផ្លូវត្រូវបានបោសសម្អាតចរាចរណ៍សាធារណៈជាមុនហើយរនាងការពារគ្រោះថ្នាក់ត្រូវបានដំឡើងការប្រណាំងរថយន្តបុរាណរាប់សិបគ្រឿងក៏រត់ពីទីក្រុងមួយទៅទីក្រុងមួយផងដែរCafe Racer គឺជាម៉ូតូត្រូវបានកែច្នៃជាពិសេសដែលគេយកទៅប្រណាំងទៅមករវាងហាងកាហ្វេនៅតាមដងផ្លូវការនិយមនេះបានចាប់ផ្ដើមនៅប្រទេសអង់គ្លេសក្នុងទសវត្សរ៍ឆ្នាំ1960វាមិនគួរឲ្យភ្ញាក់ផ្អើលទេការប្រណាំងបែបនេះនៅលើផ្លូវសាធារណៈគឺត្រូវបានគេចាត់ទុកថាជាការខុសច្បាប់អស្ចារ្យណាស់នៅខែកក្កដាឆ្នាំ1924លោក Ernesto Aldrich បានបំបែកឯកតកម្មល្បឿនលើពិភពលោកនៅលើផ្លូវសាធារណៈរបស់បារាំងគាត់កំពុងបើកបររថយន្ត Fiat នៅឆ្នាំ1907ដែលត្រូវបានរចនាឡើងជាពិសេសឈ្មោះថា Mephistopheles ហើយរត់បានល្បឿន234គីឡូម៉ែត្រក្នុង1ម៉ោងអ្នកដឹកនាំរួមនៅក្នុងការប្រណាំងកង់ Tour de France ដ៏ហត់នឿយពាក់អាវពណ៌លឿងភ្លឺជាធម្មតាការប្រណាំងមួយចំនួនត្រូវបានធ្វើនៅភាគខាងត្បូងប្រទេសអង់គ្លេសអេស្ប៉ាញបែលហ្ស៊ិកនិងបារាំងអស្ចារ្យណាស់ការប្រណាំង Tour de France គឺជាការប្រណាំងដ៏លំបាកបំផុតមួយដែលមានរយៈពេលប្រហែល3សប្តាហ៍កីឡាករត្រូវប្រកួតប្រជែងគ្នាឆ្លងកាត់ដំណាក់កាលជាច្រើនប្រភេទដែលរួមមានដំណាក់កាលផ្លូវរាបស្មើដំណាក់កាលផ្លូវភ្នំដំណាក់កាលផ្លូវទួលការប្រណាំងទោលតាមម៉ោងប្រសិនបើបងប្អូនក្មួយៗបានទទួលអត្ថប្រយោជន៍ពីវគ្គថ្ងៃនេះសូមចែករំលែកវាទៅកាន់មនុស្សដែលអ្នកស្រឡាញ់កុំភ្លេចតាមដាននិងគាំទ្រ Kid Podcast ផងសូមអរគុណសម្រាប់ការស្ដាប់ជួបគ្នាវិញនៅវគ្គក្រោយសូមឲ្យអ្នកទាំងអស់គ្នាប្រកបដោយភាពស្រស់ស្រាយនិងពេញដោយការរៀនសូត្រ